อคุณฟังออกคุณวิชาสำหรับดังออนทอยบุญกุ้มไอ้เนี่ยขอบคุณในบ้านทีมจำไปวิธีของการประชุมเคลียร์อยู่นี่จะบอกคนมีประคับปีส่งไปจุ่มมือช่องเราขนมเอสไอจะปลูกหกสิบใบมองทางของเราไหนเจอหกสิบใบเราใครได้เยอะนึงอ่านจุ่มมือเคลียร์เราขนมจุ่มเอสไอจะหกสิบใบเยอะนึงอ่านประดาเยอะนึงมือจุ่มมือเคลียร์ประดาเรามีประมุตุแต่ต้องจุ่มมือการวินิจฉัยปองปรับเกี่ยมปีเอาไว้ได้ปองการปองนั่งทั่วไอ้ปองปรับเกี่ยมปีมูลให้ไอ้โครงโนจุ่มมือเคลียร์ได้แต่ต้องปองที่เยี่ยมปีสถานเพียบเยี่ยมปีสถานเพียบระบอบประชาชนอิสราเอลก็โดยเฉพาะเอาไว้ได้ที่มันปลอดภัยเว้มันข้อช่างปีเยี่ยมประมาณไอ้ก็เชื่อกลุ่มรู้ก็เชื่อการในแต่ยังไอ้กระทายังไอ้relate ยังไอ้เปปอนจุ่มมือเคลียร์ยังไอ้เมื่อเคยท่าให้เปรียบเทียบถ้าชีวิตบอกยมเราไกลนะให้บอกยมประหารชีสัตว์เราคงจุ่มน้อยหน้าเพราะฉะนั้นชีวิตเปรียบเทียบจุ่มมือประชาชนอิสราเอลเราคงสมัยนู้นให้ได้นอมเอาประชาชนมีประมาณตัวเก่งบ่าจังยังเมื่อคอมวยเราขนมจุบุกหกสิบใบเอไซจุบุกหกสิบใบคอมวยทางตาในหน้ามาพิสรกบูสราเรามาพิกรองบูสราเราสรกเอดมหายสลิปเปะดอกกระหอมชันเช้าโปร่งแจงดาวอย่างอ่อนอาจสุดได้รัดดอกคลังโปแกนี่จีนานาคือยืมได้นั่งมอกัดได้ดาวจุดติดทอយើងនឹងមករកប្រជារករឿងប្រជាជាតិនានាដើម្បីសង្គ្រោះប្រជារាស្ត្ររបស់យើងអានេះយើងអត់បាច់យើងអាននេះយើងអត់ដឹងយើងអត់ចាំបាច់មានស្អីបញ្យលណាមួយនិយាយអំពីអ្នកណាយើងអត់ចាំបាច់ត្រូវការបញ្យលឬក៏ត្រូវការបើកអត្ថបទប្រែពីផ្សេងដើម្បីបញ្យលទេនៅក្នុងនេះគឺនិយាយអំពីអ្នកដែលយើងមកដើម្បីវិនិច្ឆ័យហើយយើងស្គាល់យើងដឹងចង់ច្បាស់ថាអ្នកណាដែលយើងមកវិនិច្ឆ័យគឺប្រជាម្ចាស់នៅក្នុងនេះបង្ហាញអំពីទំនាយដែលនឹងកើតឡើងនៅថ្ងៃដែលព្រះអង្គម្ចាស់នឹងយាងមកវិញដើម្បីនៅក្នុងភាសាអង់គ្លេសថា vengeance សងសឹកឬក៏កាត់ទោសវិនិច្ឆ័យចំពោះអ្វីដែលគេបានប្រព្រឹត្តចំពោះប្រជាដើម្បីមនុស្សដែលបានប្រព្រឹត្តចំពោះប្រជារាស្ត្រផងប្រងតែយើងមើលទម្រង់នៃទស្សនវិជ្ជានៃយើងអានយើងមើលក្រៃនេះយើងឃើញមានស្លៀកពាក់ក្រហមឆិនឆៅដើរយ៉ាងអង់អាចសម្ដែងរត់យ៉ាងខ្លាំងពូកែនេះគឺជាលក្ខណៈនេះគឺជាសភាពគឺជារូបភាពដែលយើងអាចសម័យថាអូនេះជាព្រះដែលយើងមកសម្រាប់វិនិច្ឆ័យទោសរបស់ប្រជារាស្ត្ររបស់នៅលើមនុស្សជាតិទាំងអស់នេះអ្វីដែលគេបានប្រព្រឹត្តគឺយើងដែលមកកាត់ក្តីដោយយុត្តិធម៌មករករឿងប្រជារាស្ត្រនានាដើម្បីសង្គ្រោះប្រជារាស្ត្ររបស់យើងបាទឥឡូវនេះចុងនេះសំខាន់មែនតើកន្លែងនេះយើងឃើញថាយើងអានមកផ្លែនេះអូព្រះអង្គមានសម្លៀកបំពាក់ក្រហមឆិនឆៅព្រះអង្គដើរទាំងមានអំណាចរដ្ឋាភិបាលបើមកវិនិច្ឆ័យតែនៅក្នុងចុងខមួយថាម៉េចព្រះអង្គដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ផងអានេះគឺជាចំណុចដែលសំខាន់អានេះជាចំណុចដែលយើងត្រូវចាប់អារម្មណ៍វាជាការព្រះអង្គបានបង្ហាញថាព្រះអង្គជាអ្នកណាហើយព្រះអង្គបានបង្ហាញថាទ្រង់មកធ្វើអីព្រះអង្គបង្ហាញថាព្រះអង្គជាអ្នកណាគឺព្រះអង្គជាព្រះដែលមានឫទ្ធិខ្លាំងពូកែមានអំណាចអង្គអាចហើយព្រះអង្គមកធ្វើអីមកកាត់ទោសមកវិនិច្ឆ័យទោសហើយព្រះអង្គយាងមកដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ផងព្រះអង្គអញ្ចឹងយើងគួរចាប់អារម្មណ៍មែនទេនៅពេលដែលយើងឃើញថាព្រះអង្គបង្ហាញអំពីរដ្ឋាភិបាលរបស់ផងព្រះអង្គអំពីលក្ខណៈរបស់ផងព្រះអង្គហើយតែព្រះអង្គយាងមកដើម្បីសង្គ្រោះអ្នកណាប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គវិនិច្ឆ័យមនុស្សដែលមិនមែនជាប្រជារាស្ត្ររបស់ផងព្រះអង្គតែព្រះអង្គសង្គ្រោះប្រជារាស្ត្ររបស់ផងព្រះអង្គវិញខ2ខដល់យើងអានពីខ2ដល់ខ6តែម្ដងចុះហេតុដូចម្តេចបានជាព្រះភូសាហ្នឹងអាវខាងក្រៅសម្លៀកបំពាក់របស់ព្រះភូសារបស់ព្រះអង្គមានពណ៌ក្រហមដោយសម្លៀកបំពាក់របស់អ្នកជន់ផ្លែទំពាំងបាយជូរដូច្នេះពិតមែនហើយយើងបានជន់ផ្លែទំពាំងបាយជូរតែម្នាក់ឯងក្នុងចំណោមប្រជាជនគ្មាននរណាម្នាក់នៅជាមួយយើងឡើយយើងបានជន់ឆ្លីពួកគេតាមកំហឹងរបស់យើងបានជន់កំទេចពួកគេព្រោះយើងខឹងជាខ្លាំងឈាមរបស់ពួកគេបានខ្ទាតមកលើសម្លៀកបំពាក់របស់យើងហើយសម្លៀកបំពាក់របស់យើងប្រឡាក់ទៅដល់ឈាមយើងបានគ្រងទុកថានឹងដាក់ទោសពួកគេនៅថ្ងៃនេះឆ្នាំកំណត់ដែលយើងត្រូវលួសប្រជារាស្ត្ររបស់យើងក៏បានមកដល់ហើយយើងរំពៃមើលគ្មាននរណាម្នាក់មកជួយយើងទេ អ
dương ở sân không buộc miền nam mà nè control dương lại đối chứ này dương có pra thì rất ba mấy rồi bao dương nằm bay sùng cột luôn dương hai pra cũng hăng rồi bao dương nằm bay control dương dương màn chuan công tích chia sẻ tiếng lai một pi dương khăng nhàng khang dương đã tốt ok dạng sen việt địa dương nâng bằng hô chiêm bọc kia nó lư phải đầy nhưng trong ai bong ôn bằng mà speed lắc theo khang cáo hay dương mơ nó không ai sai nhiều phút ha sau phần muối này dương ngàn mà phép khó đọc phần muối bay lắc xuống to ha sau phần muối khó đọc phần muối tham phần ong tốt khơi này ai sai từ đó chụp phút ha sau phần muối khó đọc phần muối phần ong ăn tốt khơi tha miên nó nam này ao bơ nó phần ong hai phần ong sau sẽ rồiผมเคยมีนามเนี่ยชื่อชาพระองค์ก็เยี่ยงมอกสงครัวได้รถบารมีរបស់ព្រះអង្គនឹងសំអាងលើសេចក្តីសុចរិតរបស់ព្រះអង្គបាទអញ្ចឹងយើងឃើញខប្រមាណដែលយើងអានពីខនៅក្នុងជំពូក63ខ2ដល់ខ6ហើយនឹងជំពូកអេសាយជំពូក59ខ16នេះក៏ស្តៀងគ្នាតើតើជំពីអ្វីព្រះអង្គបង្ហាញអំពីប្រាតិបផងព្រះអង្គបង្ហាញអំពីអារម្មណ៍ដែលព្រះអង្គបានតតឃើញពជារារបស់ព្រះអង្គបានមានព្រះបន្ទូលមកគេតាមស្ថានភាពដែលឆ្លុះបញ្ចាំងនៅក្នុងជីវិតរបស់ពួកគេនៅក្នុងខ2ថាគេសួរអ្នកដែលសរសេរលោកអេសាយក៏បានទៅសួរថាហេតុអីបានជាព្រះភូសារបស់ព្រះអង្គពណ៌ក្រហមដោយសម្លៀកបំពាក់អ្នកជាន់ផ្លែត្រពាំងបាយជូរដូច្នេះបាទអញ្ចឹងសំណួរនេះសួរថាហេតុអីបានជាខោអាវរបស់ព្រះអង្គlạiជាពណ៌ក្រហមហើយក្នុងនេះយើងឃើញថាអត់មានចម្លើយព្រះអង្គឆ្លើយនៅទីហ្នឹងតែម្ដងគឺដោយសារតែព្រះអង្គបានជន់តាមពាំងបាយជូរផ្លែពាំងបាយជូរតែម្នាក់ឯងពាក្យតែម្នាក់ឯងនេះសំខាន់នេះស្តៀងគ្នាបើយើងមានបើយើងមើលនៅក្នុងពេលវេលាចុងក្រោយក្នុងវិវរណៈជំពូក19ក៏យើងឃើញអំពីខោអាវជោគទៅដល់ឈាមនឹងដែរនៅក្នុងវិវរណៈជំពូកបើសិនជាបងប្អូនមានពេលសូមបើជាមួយខ្ញុំបន្តិចទៅកុំឲ្យថាខ្ញុំផុសវិវរណៈជំពូក19ចុងក្រោយដល់ក្រោយខាងក្រោយនេះបាទនិយាយអំពីពេលវេលាចុងក្រោយហើយព្រះអង្គបានបង្ហាញអំពីលក្ខណៈរបស់ព្រះអង្គការវិនិច្ឆ័យជ័យជំនះរបស់ព្រះគ្រីស្ទនៅលើសាដេដេឆាឬក៏មានសាតាំងហ្នឹងហើយនឹងលើព្យាក្រីខ្លាំងខ្លាយនៅក្នុងវិវរណៈជំពូក19ខ13ថាម៉េចព្រះអង្គមានរំលាយបំពាក់ទៅទឹកជោគឈាមជោគព្រះអង្គមានព្រះបន្ទូលថាព្រះអង្គមានព្រះនាមថាព្រះបន្ទូលរបស់ព្រះម្ចាស់ខ14កងទ័ពនៅសានសួរនាំគ្នាជាសេះសមកតាមព្រះអង្គទាំងស្លៀកពាក់សម្ពុតទេសក្អែកពណ៌សនៅបរិសុទ្ធខ15ថាមានដាវមួយចេញពីយ៉ាងមុតចេញពីប្រអោសរបស់ព្រះអង្គមកប្រហារជាតិសាសន៍ទាំងឡាយព្រះអង្គនឹងកាន់ដំបងដែកដឹកនាំគេហើយព្រះអង្គនឹងជន់តាមត្រពាំងបាយជូរនៅក្នុងធុងដែលចេញជាស្រានៃព្រះពិរោធយ៉ាងខ្លាំងរបស់ព្រះអង្គម្ចាស់ដ៏មានប្រជាស្ដាលើអ្វីៗទាំងអស់នេះយើងឃើញទំនាយដែលលោកអេសាយនិយាយអំពីកិច្ចការដែលនឹងកើតឡើងតកតងជាមួយនឹងការវិនិច្ឆ័យទោសតកតងពីអ្វីដែលព្រះយេស៊ូវគ្រីស្ទនឹងមានសភាពយ៉ាងម៉េចហើយយើងឃើញអ្វីដែលកើតឡើងអ្វីដែលលោកយូហានរាប់រយឆ្នាំក្រោយមកទៀតដែលលោកយូហានសរសេរនៅក្នុងព្រះពិរណៈវាត្រូវគ្នាវាស៊ីគ្នាពីអ្វីដែលព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេនេះដែរបាទអញ្ចឹងមកមានព្រះបន្ទូលថាព្រះអង្គជន់ត្រពាំងបាយជូរនឹងតែម្នាក់ឯងពាក្យនិយាយអំពីការជន់ត្រពាំងបាយជូរនឹងនិយាយសំដៅទៅលើអីបើយើងអានពីខាងលើមកតកតងអំពីខ1ដល់ខ2មិនមិញយើងនិយាយអំពីអីថាព្រះអង្គមកធ្វើអីព្រះអង្គមកវិនិច្ឆ័យ yes អញ្ចឹងនៅពេលដែលនៅកន្លែងនេះនិយាយថាការជន់ត្រពាំងបាយជូរនិយាយអំពីអីនិយាយអំពីការវិនិច្ឆ័យដូចគ្នានេះគឺជាការវិនិច្ឆ័យនៅក្នុងយើងអានអំបញ្ញមិញយើងឃើញថាព្រះអង្គបានវិនិច្ឆ័យព្រះអង្គយាងមកដើម្បីវិនិច្ឆ័យហើយព្រះអង្គវិនិច្ឆ័យតែម្នាក់ឯងក្នុងខ3ថាព្រះអង្គជន់ត្រពាំងបាយជូរតែម្នាក់ឯងត្បិតក្នុងចំណោមមនុស្សគ្មាននរណាចូលរួមជាមួយព្រះអង្គឡើយព្រះអង្គធ្វើការទាំងអស់នេះដោយព្រះហត្ថីរបស់ព្រះអង្គយើងអាននៅក្នុងជំពូក59ខ16ថាព្រះអង្គធ្វើកិច្ចការទាំងអស់នេះតែម្នាក់ឯងដោយសារអត់មាននរណាចូលរួមជាមួយព្រះអង្គហើយព្រះអង្គសពព្រះហត្ថីធ្វើនេះដោយ
ពឹងផ្អែកទៅលើសេចក្តីសុចរិតនិងប្រតិរបស់ព្រះអង្គជាផែនការរបស់ព្រះអង្គជាផ្នែកមួយនៃការងាររបស់ព្រះអង្គនៃការវិនិច្ឆ័យទាំងអស់ហ្នឹងគឺធ្លាក់ទៅលើព្រះអង្គដោយសារអត់មានអ្នកគេចូលរួមជាមួយព្រះអង្គយើងឃើញព្រះយេស៊ូវគ្រីស្ទផែនការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ចំពោះជីវិតរបស់យើងតាមរយៈព្រះយេស៊ូវគ្រីស្ទយើងឃើញក្នុងជីវិតរបស់ព្រះយេស៊ូវគ្រីស្ទផែនការ2យើងអាចឃើញថាព្រះអង្គបានធ្វើតែម្នាក់ឯងទី1គឺការអត់ទោសបាបរបស់យើងរាល់គ្នាតើមានអ្នកគេទៅជួយព្រះអង្គដើម្បីជួយទៅស្លាប់ជាមួយនឹងព្រះអង្គដើម្បីអត់ទោសបាបរបស់យើងរាល់គ្នាអត់ទេតាមរយៈព្រះយេស៊ូវម្នាក់ឯងគត់តែម្នាក់គត់ដែលយើងរាល់ដែលការអត់ទោសបាបការប្រោសលោះការប្រោសឲ្យមានសុចរិតត្រូវបានសម្រេចគឺតាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអង្គបានដោះយើងឲ្យរួចចេញអំពីអំពើបាបនេះតាមរយៈការស្គុតលើឈើឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទតែម្នាក់ឯងដូចគ្នាដែរនៅពេលដែលព្រះអង្គវិនិច្ឆ័យពិភពលោកព្រះអង្គវិនិច្ឆ័យគឺវិនិច្ឆ័យតែម្នាក់ឯងអត់យកស្តង់ដារយើងយកទៅវាស់ដើម្បីវិនិច្ឆ័យពិភពលោកទេតែយកស្តង់ដារព្រះអង្គយករបៀបព្រះអង្គលក្ខណៈរបស់ផងត្រង់ទៅវិនិច្ឆ័យអំពីមនុស្សនៅលើលោកីនេះព្រះអង្គបានធ្វើការនេះនៅលើឈើឆ្កាងព្រះអង្គបានយកកំហុសរបស់មនុស្សដាក់លើព្រះអង្គហើយចឹងព្រះអង្គអត់ត្រូវការយើងដើម្បីចូលរួមទេតែព្រះអង្គមានព្រះបន្ទូលនៅទីនេះក្នុងអេសាយជំពូក63ព្រះអង្គមានព្រះបន្ទូលទៅកាន់ប្រជាជនអ៊ីស្រាអែលប្រាប់គេអំពីរបៀបដែលពួកគេរាល់គ្នាបានធ្វើចំពោះព្រះអង្គគេបានចូលជាមួយព្រះអង្គគេបានចូលរួមជួយព្រះអង្គគេបានបាយគេបានបែកខ្នងឆ្ងាយចេញពីព្រះអង្គដូច្នេះព្រះអង្គធ្វើការទាំងអស់នេះតែម្នាក់ឯងសភាពមួយដូចជាអត់មានការចូលរួមពីប្រជាជនរបស់ព្រះអង្គក្នុងករណីទោះបីជាព្រះអង្គសពផាតីឲ្យពួកគេចូលរួមយ៉ាងណាតែគេបានបោះបង់ប្រឆាំងជាមួយនឹងព្រះអង្គពេលខ្លះយើងគិតថាការជឿចាប់ពេលខ្លះការទុកព្រួយរបស់យើងរាល់គ្នាតាលំបាករបស់យើងរាល់គ្នាគឺជាផ្នែកមួយនៃការកាត់ទោសរបស់ព្រះអង្គមិនដឹងទេខ្ញុំគិតថាពេលខ្លះខ្ញុំយល់ថាខ្លួនឯងពេលខ្លះគិតដូច្នេះតែជាការគិតមួយដែលមិនត្រឹមត្រូវជាការគិតមួយដែលឆ្កងដែលមិនសមបើសិនជាយើងគិតអំពី logic គិតអំពីភាពពិតឬក៏ថាភាពខ្លាំងខ្លាយវាសមហេតុសមផលណាវាអត់សមហេតុសមផលហើយយើងគិតមកជាមួយគ្នាមួយផ្លែតនៅពេលដែលយើងឆ្លងកាត់ទុក្ខលំបាកទៅពេលដែលយើងពិបាកឬក៏មានបញ្ហាមួយនៅក្នុងជីវិតរបស់យើងសំណួរទី1យើងសួរខ្លួនឯងថាតើអាហ្នឹងគឺជាផ្នែកមួយនៃការកាត់ទោសគឺផ្នែកមួយនៃការវាយប្រដៅរបស់ព្រះអង្គឬក៏យ៉ាងម៉េចឬក៏ជាផ្នែកមួយនៃព្រះអង្គធ្វើបាបយើងឬក៏យ៉ាងណានេះជាសំណួរនេះហើយសំណួរហ្នឹងជាសំណួរដែលអត់ខុសទេជាសំណួរមួយដែលសមហេតុសមផលដែរព្រោះយើងកំពុងតែពិបាកតែនៅពេលដែលយើងដាក់បន្ទុកហ្នឹងថាអូមកពីព្រះអង្គចង់ធ្វើបាបខ្ញុំហ៎មកពីខ្ញុំធ្វើអញ្ចេះបានព្រះអង្គធ្វើបាបខ្ញុំទុកលំបាកហ្នឹងកើតឡើងតែបើយើងគិតដូច្នេះយើងគិតថាអូសមហេតុសមផលតែបើយើងកលេចមកផ្នែកមួយជ្រុងទៀតយើងគិតថាបើព្រះដែលស្រឡាញ់ខ្ញុំព្រះដែលអត់ទោសបាបឲ្យខ្ញុំព្រះដែលបានសគត់លើជឿឆ្កាងសម្រាប់ខ្ញុំព្រះអង្គបានយកអំពើបាបរបស់ខ្ញុំព្រះអង្គបានយកកំហុសរបស់ខ្ញុំដាក់ជាមួយនឹងព្រះអង្គរួចហើយតើវាមានហេតុផលណាមួយដែលសមស្របដែលព្រះអង្គចង់ធ្វើបាបខ្ញុំវិញបើព្រះអង្គចង់ធ្វើបាបខ្ញុំហេតុអីបានចង់មកស្លាប់ខ្ញុំស្លាប់សម្រាប់ខ្ញុំបានប្រយោជន៍អីបើព្រះអង្គចង់ធ្វើបាបខ្ញុំដដែលហ្នឹងត្រូវហើយបើយើងគិតមើលថាបើព្រះអង្គស្រឡាញ់ខ្ញុំម្ល៉េះហើយខ្លាំងមែនតើរហូតដល់សគត់នៅលើឈើឆ្កាងអត់មានហេតុផលណាមួយដែលជំរុញឲ្យព្រះអង្គចង់ធ្វើបាបខ្ញុំខ្លាំងតែនៅក្នុងអត្ថបទព្រះគម្ពីរមានកន្លែងច្រើនគួរសមដែរដែលនិយាយអំពីការវាយប្រដៅការដែលព្រះអង្គដាក់អនុញ្ញាតឲ្យយើងឆ្លងកាត់ទុក្ខលំបាកអនុញ្ញាតឲ្យយើងឆ្លងកាត់ការលំបាកអនុញ្ញាតឲ្យយើងឆ្លងកាត់ទុក្ខពេលវេលាដែលមិនស្រួលគឺគោលបំណងរបស់ព្រះអង្គចង់ឲ្យយើងបានរីកចម្រើនក្នុងព្រះអង្គអញ្ចឹងកុំបន្ទោសហើយកុំដាក់បន្ទុកនេះថាជាបន្ទុកមួយដែលព្រះអង្គបានធ្វើបាបខ្ញុំតែដាក់ថាអានេះជាពេលវេលាដែលខ្ញុំអាចស្វែងរកព្រះអង្គកាន់តែខ្លាំងជាមួយទៀតជាពេលវេលាដែលខ្ញុំចង់ចូលរួមជាមួយនឹងព្រះអង្គជាពេលវេលាដែលខ្ញុំអាចរត់ទៅរកព្រះអង្គហើយឆ្លើយតបជាមួយនឹងការត្រាស់ហៅរបស់ព្រះអង្គជាជាងប៉ះបោជាជាងប្រឆាំងជាមួយនឹងព្រះអង្គជាជាងរត់ចេញអំពីព្រះអង្គបាទបើមានព្រះបន្ទូលថានៅក្នុងខ4ណាព្រះអង្គគ្រងទុកថ្ងៃដាក់ទោសពួកគេគឺថ្ងៃនេះឆ្នាំកំណត់ដែលត្រូវប្រោសលោះបាទមានពាក្យពីរ
nó không phải sao khmer đôi bài chứ mà sau chỉ chạm vào đóแต่nó không phải sao lấy khmerเคยนะปัจจัยบอกสันจีอ่านต้องพละអាចឡងមានពាក្យពីរមានពាក្យថ្ងៃនេះហើយនឹងឆ្នាំបាទនៅក្នុងខ4យើងមើលជាមួយគ្នាមានពាក្យថ្ងៃនេះនិងឆ្នាំ day ហើយនឹង year មួយណាវែងជាងមួយណាមានរយៈពេលវែងជាងឆ្នាំត្រូវទេបាទតែយើងឆ្នាំអំពីនិយាយអំពីខ4ណាដាក់ទោសប្រហែលថ្ងៃនៅក្នុងភាសាអង់គ្លេសថាតែមួយថ្ងៃទេ day of judgment មួយថ្ងៃតទៅការប្រោសលោះប្រហែលនៅក្នុងខ4យើងឃើញជាមួយគ្នាឆ្នាំអំពីយើងឃើញអានេះជាការចាប់អារម្មណ៍មួយដែលពិសេសមែនទែនតែយើងឃើញថាព្រះអង្គទោះបីជាព្រះអង្គកាត់ទោសមួយថ្ងៃតែព្រះអង្គអត់ទោសបាទព្រះអង្គប្រោសលោះយើងព្រះអង្គប្រោសលោះមួយឆ្នាំបាទចង់និយាយអំពីប្រៀបធៀបអំពីភាពសប្បុរសការអត់ទោសស្អីស្រឡាញ់របស់ព្រះអង្គធំលើសណាទៅទៀតបាទខ7ដល់យើងនឹងអានជាមួយគ្នាយើងមើលជាមួយគ្នាបន្តទៀតខ7ថាខ្ញុំសូមរំលឹកអំពីសូមរំលឹកពីអំពើដ៏សប្បុរសរបស់ព្រះអង្គម្ចាស់ខ្ញុំសរសើរនឹងការព្រះអង្គម្ចាស់ចំពោះកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានប្រព្រឹត្តមកលើយើងខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែលព្រះអង្គបានប្រទានមកជនជាតិអ៊ីស្រាអែលគឺកិច្ចការដែលព្រះអង្គបានសម្ដែងចំពោះពួកគេដោយប្រាអតីមេត្តាករុណាដ៏លើសលប់និងប្រាអតីសប្បុរសពុនពេកប្រមាណខ8ថាព្រះអង្គមានព្រះបន្ទូលថាអ្នកទាំងនេះពិតជាប្រជារាស្ត្ររបស់យើងមែនពិតជាកូនចៅដែលមិនធ្វើឲ្យយើងខកចិត្តព្រះអង្គតែងតែសង្គ្រោះពួកគេជានិច្ចខ9ថាពេលនេះគ្រប់ពេលដែលពួកគេមានអាសន្នព្រះអង្គមិនប្រើទេវតាឬនរណាផ្សេងទៀតឲ្យមកសង្គ្រោះគេទេគឺព្រះអង្គមកបានសង្គ្រោះពួកគេដោយផ្ទាល់ព្រះអង្គបានលួសពួកគេដោយប្រាតីស្រឡាញ់និងប្រាតីមេត្តាករុណាព្រះអង្គគ្រប់គ្រងនិងលើកស្ទួយពួកគេជារៀងរាល់ថ្ងៃតាំងពីដើមរៀងមកពីខ7មកនិយាយអំពីដូចជាសេចក្តីអធិដ្ឋានមួយដែលអ្នកសរសេរឬក៏សេចក្តីអធិដ្ឋានបើសិនជាយើងមើលដូចជាសេចក្តីអធិដ្ឋានរបស់ប្រជាជាតិអ៊ីស្រាអែលម្នាក់ដែលជាប់នៅក្នុងការឃុំឃាំងជាប់នៅក្នុងជាឆ្លើយសត្វជាប់ជាប្រជាជនដែលគេចាប់យកទៅជាទេសកលពួកគេអធិដ្ឋានខ7និយាយអំពីអីការរំលឹកអំពីសេចក្តីសប្បុរសរបស់ផងព្រះអង្គលើកអំពីអ្វីដែលព្រះជាម្ចាស់បានប្រទានកិច្ចការដែលព្រះអង្គបានសម្ដែងប្រហាតីមេត្តាករុណាប្រហាតីសប្បុរសដ៏ពុនប្រមាណរបស់ព្រះអង្គទោះបីជាអ្វីដែលគេឆ្លងកាត់ទោះបីជាអ្វីដែលកលៈទេសៈដែលគេកំពុងស្ថិតនៅហ្នឹងមិនស្រួលជាប់ជាឆ្លើយសត្វជាប់ជានៅក្រោមការគ្រប់គ្រងរបស់ប្រជាជាតិដទៃទៀតប៉ុន្តែអ្វីដែលគេអត់បានភ្លេចគឺកិច្ចការដែលព្រះជាម្ចាស់បានធ្វើគេអ្វីដែលគេអត់បានភ្លេចគឺព្រះハតីសប្បុរសមានハតីមេត្តាករុណារបស់ព្រះអង្គអ្វីដែលគេអត់បានភ្លេចគឺភាពជាព្រះរបស់ព្រះអង្គនៅក្នុងជីវិតរបស់គេប្រមាណ100ដងប្រមាណដងដែលយើងរាល់គ្នាភ្លេចអំពីលក្ខណៈរបស់ព្រះអង្គនៅក្នុងជីវិតរបស់យើងរាល់គ្នាប្រមាណដងដែលយើងអរគុណព្រះអង្គយើងមានបញ្ហាយើងស្រែករកព្រះអង្គយើងទូលវល់រកព្រះអង្គតែយើងភ្លេចអំពីថាព្រះរបស់យើងមានលក្ខណៈយ៉ាងម៉េចសំខាន់ហើយក៏ល្អដែលយើងចាំបាច់ឲ្យយើងរាល់គ្នាបន្តក្នុងការចងចាំបន្តក្នុងការពិនិត្យមើលហើយបន្តក្នុងការជាប់ជួនយ៉ាងច្បាស់ឲ្យដឹងច្បាស់ថាព្រះដែលយើងគ្រប់បម្រើព្រះដែលយើងសរសើរការព្រះដែលយើងកំពុងតែជឿគឺជាព្រះដែលមានលក្ខណៈយ៉ាងម៉េចនៅក្នុងខ7អ្នកអធិដ្ឋានគាត់បានលើកអំពីសេចក្តីសប្បុរសរបស់ព្រះអង្គលើកអំពីកិច្ចការដែលព្រះជាម្ចាស់បានប្រព្រឹត្តចំពោះពួកគេលើកអំពីសេចក្តីសង្គ្រោះដែលព្រះអង្គបានសង្គ្រោះពួកគេព្រះអង្គលើកអំពីពួកគេបានលើកអំពីព្រះハតីមេត្តាករុណានិងព្រះハតីសប្បុរសរបស់ព្រះអង្គនៅក្នុងជីវិតរបស់ពួកគេអានេះជាឧទាហរណ៍ជាគំរូមួយដែលយើងរាល់គ្នាទោះបីជាចំណុចណាក៏ដោយកលៈទេសៈណាក៏ដោយដែលយើងរាល់គ្នាមានពេលមានក៏ដោយពេលក្រក៏ដោយពេលឈឺក៏ដោយពេលជាក៏ដោយពេលយំក៏ដោយទុក្ខសោកយ៉ាងណាក៏ដោយក៏យើងនៅតែអាចមានសមត្ថភាពក្នុងការសរសើរបង្កើនព្រះអង្គមាន
គុំនិតមួយតែក៏សាមកម្មព្រះអង្គព្រោះព្រះអង្គបានធ្វើឲ្យយើងរាល់គ្នានឹងសេចក្តីសពប្រាប់ផងព្រះអង្គបានមេត្តាសេចក្តីមេត្តាករុណាផងព្រះអង្គមានលំមហើយសម្រាប់យើងរាល់គ្នាយើងទទួលបានការសង្គ្រោះរួចហើយម្ល៉េះហើយការសង្គ្រោះនេះជាហេតុផលសមរម្យហើយក្នុងការសរសើរខាងព្រះអង្គជាហេតុផលល្មមហើយសម្រាប់ឲ្យយើងលើកដំណខាងព្រះអង្គថាព្រះអង្គពេញដោយសេចក្តីសប្រាប់ព្រះអង្គពេញដោយមេត្តាករុណាព្រះអង្គជាព្រះសង្គ្រោះពួកគេខមមិនថាព្រះអង្គពិតជាព្រះរបស់ប្រជារាស្ត្រព្រះអង្គមែនព្រះអង្គសង្គ្រោះពួកគេជានិច្ចខ9ថាម៉េចពេលពួកគេមានអាសន្នព្រះអង្គមិនប្រើទេវតាឬនរណាផ្សេងមកសង្គ្រោះគេទេព្រះអង្គផ្ទាល់ព្រះអង្គមកសង្គ្រោះគេតើពិសេសយ៉ាងណាវា special ប៉ុណ្ណាតែព្រះអង្គមានព្រះបន្ទូលទៅប្រជារាស្ត្ររបស់ព្រះអង្គមកកាន់ប្រជារាស្ត្រផងព្រះអង្គថាព្រះអង្គផ្ទាល់ព្រះអង្គយាងមកសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គផ្ទាល់ព្រះអង្គស្គាល់អំពីយើងរាល់គ្នាព្រះអង្គស្គាល់ព្រះអង្គដឹងអំពីជំរឿចិត្តរបស់យើងរាល់គ្នាព្រះអង្គស្គាល់អំពីបញ្ហារបស់យើងរាល់គ្នាតម្រូវការរបស់យើងរាល់គ្នាហើយព្រះអង្គសពប្រតិនឹងមកជួយសង្គ្រោះព្រះអង្គនឹងផ្ដល់ឲ្យយើងរាល់គ្នាដោយប្រតិព្រះអង្គផ្ទាល់ព្រះអង្គលួសពួកគេដោយអីដោយសេចក្តីស្រឡាញ់របស់ព្រះអង្គមិនមែនដោយសារតែគេពិសេសមិនមែនដោយសារគេសង្ហាឬក៏ដោយគេស្អាតមិនមែនដោយសារគេបរិសុទ្ធឡើយតែគេព្រះអង្គបានសង្គ្រោះពួកគេដោយសារតែព្រះអង្គដោយប្រហារតែស្រឡាញ់និងប្រហារតែមេត្តាករុណារបស់ព្រះអង្គហើយព្រះអង្គលើកស្ទួយគេតាំងពីដើមរហូតយើងមកចឹងវាអត់មានហេតុផលណាមួយដែលយើងបដិសេធក្នុងការសរសើរដំណើរព្រះអង្គឬហេតុផលណាមួយសមស្របឲ្យយើងរាល់គ្នានឹងឈប់សរសើរដំណើរព្រះអង្គនោះទេព្រះអង្គជាព្រះបានសង្គ្រោះយើងព្រះអង្គបានលើកយើងព្រះអង្គបានយាងមកជួយយើងផ្ទាល់ព្រះអង្គពេញទៅដោយសេចក្តីមេត្តាករុណានិងសេចក្តីសោកប្រោសដូច្នេះហើយវាមានហេតុផលគ្រប់គ្រាន់ក្នុងការសរសើរដំណើរព្រះអង្គខ10ថាក៏ប៉ុន្តែប្រជារាស្ត្រព្រះអង្គតែងតែនាំគ្នាបោះបោរពួកគេធ្វើឲ្យព្រះវិញ្ញាណរបស់ដ៏វិសុទ្ធខកប្រាតីហើយប្រឆាំងនឹងពួកគេវិញដោយព្រះវិញ្ញាណដែលបានប្រហារពួកគេខ10និយាយអំពីអ្វីជាចរិតឬក៏ជាទង្វើដែលប្រជារាស្ត្ររបស់ព្រះអង្គតបឆ្លើយតបជាមួយនឹងសេចក្តីសប្បុរសរបស់ព្រះអង្គនាំគ្នាបោះបោរនាំគ្នាប្រឆាំងជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធនៅក្នុងម៉ាថាយព្រះយេស៊ូវគ្រីស្ទមានប្រាប់បន្ទូលនិយាយអំពីការធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធណាខកចិត្តហើយនេះជាកន្លែងគ្រោះថ្នាក់ណាជាកន្លែងមួយដែលពីកន្លែងគ្រោះថ្នាក់មែនទេសូមបើជាមួយខ្ញុំនៅក្នុងម៉ាថាយជំពូក12នេះខ្ញុំចង់ឲ្យបងប្អូនបើជាមួយគ្នាហើយអានជាមួយគ្នាដើម្បីឲ្យយើងរាល់គ្នាបញ្ញាក់អារម្មណ៍របស់យើងរាល់គ្នាបញ្ញាក់សេចក្តីការរស់នៅរបស់យើងរាល់គ្នាកុំឲ្យយើងរាល់គ្នាភ្លេចអំពីរបៀបនៃការរស់នៅដែលសពអាទិពុផងប្រងខ31ម៉ាថាយជំពូក12ខ31ព្រះយេស៊ូវព្រះបន្ទូលថាហេតុនេះហើយបានជាខ្ញុំសូមប្រាប់អ្នករាល់គ្នាថាបើមនុស្សលោកប្រព្រឹត្តអំពើបាបហើយពោលពាក្យប្រមាថព្រះជាម្ចាស់ព្រះអង្គនឹងលើកលែងទោសឲ្យគេទាំងអស់បានទាំងអស់តែបើគេប្រមាថព្រះវិញ្ញាណវិញព្រះអង្គមិនលើកលែងទោសឲ្យគេឡើយបើនរណាពោលពាក្យទាស់នឹងបុត្រមនុស្សព្រះជាម្ចាស់នឹងលើកលែងទោសឲ្យគេឲ្យបានរីឯអ្នកដែលពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធទោះបីជាក្នុងលោកនេះក្តីឬក្នុងបរលោកក្តីក៏ព្រះអង្គមិនលើកលែងទោសដែរស្អីទៅដែលហៅថាដែលធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធខកចិត្តតើរបៀបរស់នៅយ៉ាងណាដែលធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធខកចិត្តនៅក្នុងអ្វីដែលព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលនៅក្នុងម៉ាថាយម៉ៃយើងអានថាទោះបីជាអ្នករាល់គ្នាបើសិនជាអ្នករាល់គ្នាប្រមាថព្រះបិតាបងអត់ទោសបានបើសិនជាអ្នករាល់គ្នាមើលងាយឬក៏ប្រមាថបុត្រមនុស្សបងអត់ទោសបានតែបើអ្នករាល់គ្នាប្រមាថឬធ្វើឲ្យព្រះវិញ្ញាណទាស់ចិត្តបងមិនអត់ទោសឲ្យទេនេះគឺសំដៅទៅលើរបៀបនៃការរស់នៅសំដៅទៅលើរបៀបនៃការរស់នៅដែលអត់ខ្វល់អំពីព្រះវិញ្ញាណបរិសុទ្ធបងប្អូនត្រូវចាំថាយើងរាល់គ្នាដឹងហើយថានៅពេលដែលយើងទទួលជឿព្រះយេស៊ូវគ្រីស្ទយើងមានព្រះវិញ្ញាណបរិសុទ្ធនៅជាមួយយើងមែនទេអញ្ចឹងព្រះអង្គនៅទីនេះព្រះអង្គនៅកន្លែងនេះជាមួយយើងរាល់គ្នាហើយមិនមែនតែកន្លែងនេះព្រះអង្គនៅកន្លែងគ្រប់កន្លែងដែលយើងនៅ
lại thua ca lại riêng lại bật tục dương nó không te dương nó không bật tục tắc nó lừa nung nó lừa không tắc dương ta hai tắc bóng đâu chung môi dương nó phải như bò sọt nó chung môi dương chẳng nó pe na đại dương prophet ông bơ bạp ta đa bóng nơi chung môi dương bóng khơi phải như bò sọt khơi vì ở đây đại dương vừa ro ta đa anh đang hay cái dương propon ta thua phải như bò sọt khó chặt đăng hơi thà nó chi chụp ông bự bạc đăng hơi thà nó chi cây ca đây mình sọc vào tay vào phòng tay dương đâu tay chùm rung rồi co chùm nè ta thua năng tiền anh này hay bà xem chị dương sầm may mới đấy sầm may miền pi nè miền bọc côn mà nè đại con đa tam dương hồn phục lại hay con đại trăm prap dương này kho hỏi tay dương là ta thua tiền dương cái than này đa tam chùm mua nắng mà nước đôi khi này nhưng cái thằng này đã tam chúng môi những con sờ bài mình bắt đo thằng này đã tam chúng môi xem chỉ kêu chứ kêu con mẹ đã tam như roang ngày không và xem chỉ kêu con đặt cái càng nghe ở dương thưa là dương mình thưa con khó chặt này con khó chặt cái này trước tôi rom là premium bảo sọt đại sản lan dương đại run đó băng đại pro luôn dương ro cái này tập khó chặtอย่างnày nó không đi vào mình prem tu không ai vào mình prem tu tập chỉ đi phong băng tay tay nom khi bạc bao nom khi thua ai premium bảo sọt trung khóประหารtay là hai prongประชังនឹងពួកគេហើយប្រងនឹងវាប្រហារពួកគេបាទអាហ្នឹងយើងរកគ្នាឲ្យយើងគិតមើលហើយយើងពិចារណាជាមួយគ្នាអញ្ចឹងទោះបីជាព្រះអង្គបានធ្វើកិច្ចការល្អព្រះអង្គបានបង្ហាញសេចក្តីមេត្តាករុណាបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គបជារាជរបស់ព្រះអង្គបានបាក់បោប្រឆាំងជាមួយនឹងពួកគេដូច្នេះព្រះអង្គត្រូវតែវិនិច្ឆ័យពួកគេដែរបាទនៅក្នុងខ11តាមពេលនោះបជារាជរបស់ព្រះអង្គនឹកដល់លោកជំនាន់លោកម៉ូសេប្រជារាស្ត្ររបស់ព្រះអង្គនឹកដល់ជំនាន់លោកម៉ូសេតើព្រះអង្គបាននាំពួកគេឡើងពីសមុទ្រជាមួយនឹងមេដឹកនាំរបស់ព្រះអង្គទ្រង់នៅឯណាតើព្រះអង្គដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យគង់នៅជាមួយពួកគេទ្រង់នៅឯណាព្រះអង្គគង់នៅខាងស្ដាំលោកម៉ូសេហើយសម្ដែងព្រះបារមីដ៏ថ្កុំថ្កាងរុងរឿងញែកទឹកសមុទ្រចេញនៅមុខប្រជារាស្ត្ររបស់ព្រះអង្គដើម្បីឲ្យព្រះនាមរបស់ព្រះអង្គបានល្បីល្បាញរហូតតទៅខ13ថាព្រះអង្គជឿងានខដល់ខ15ព្រះអង្គនាំពួកគេដើរកាត់បាតសមុទ្រដូចសេះបោលនៅទីរហោស្ថានគេមិនជពុកដួលឡើយព្រះវិញ្ញាណរបស់ព្រះអង្គនាំគេឆ្ពោះទៅកាន់ទីសម្រាកដោយវងជៀមចុះទៅសម្រាកនៅតាមចន្លងភ្នំដែរអោព្រះអង្គម្ចាស់អើយព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គបែបនេះដើម្បីឲ្យព្រះនាមរបស់ព្រះអង្គបានល្បីល្បាញថ្កុំថ្កើងរុងរឿងសូមទ្រង់តតមើលពីលើមេឃគឺពីព្រះដំណាក់ដ៏វិសុទ្ធនិងថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គឯណាទៅព្រះハរតីស្រឡាញ់ដ៏ខ្លាំងបំផុតនឹងភាពអង្អែលរបស់ព្រះអង្គហេតុដូចផ្ដេចបានជាព្រះអង្គលែងអាណិតមេត្តាលែងអាណិតសូរដល់ទូលគុំដូច្នេះអញ្ចឹងនេះជាសេចក្តីអធិដ្ឋានដែលប្រាប់ដែលបង្ហាញអំពីcomplexity ភាពរញ៉េរញ៉ៃភាពមិនច្បាស់លាស់ភាពបះបោររវាងប្រជារាស្ត្ររបស់ព្រះអង្គជាមួយនឹងព្រះអង្គគេដឹងអ្នកអធិដ្ឋាននេះគាត់ដឹងថាប្រជារាស្ត្ររបស់ព្រះអង្គបានបះបោប្រឆាំងជាមួយនឹងព្រះអង្គដូច្នេះគេរំលឹកយើងឃើញខ7ព្រះអង្គគេចាប់ដើមដោយការរំលឹកអំពីព្រះハរតីមេត្តាករុណារបស់ព្រះអង្គរំលឹកអំពីលក្ខណៈភាពរបស់ព្រះអង្គជាព្រះយ៉ាងម៉េចហើយគេដឹងថាអ្វីដែលគេធ្វើហ្នឹងគឺជាការដែលធ្វើឲ្យព្រះវិញ្ញាណរបស់ព្រះអង្គខកចិត្តដូច្នេះហើយព្រះអង្គអ្នកអធិដ្ឋានបានរំលឹកហើយបានលើកឡើងម្ដងទៀតថាព្រះដែលបាននាំលោកម៉ូសេនាំប្រជារាស្ត្រអ៊ីស្រាអែលកាត់ឆ្លងសមុទ្រដើរឆ្លងកាត់បាតសមុទ្រមកទីសម្រាកព្រះអង្គនៅឯណាដង្ហើយហៅការស្រែកហៅរត់ទៅរកព្រះដែលបាននាំប្រជារាស្ត្រផងព្រះអង្គចេញពីស្រុកអេស៊ីបព្រះដែលបានបង្ហាញភាពអស្ចារ្យរបស់ផងព្រះអង្គព្រះដែលបាននាំគេចេញពីភាពជាទេសកលឲ្យមកទឹកដីសន្យាឲ្យគេសម្រាកដូចជាវងជៀមនៅជ្រលងភ្នំអ្នកដែលអធិដ្ឋានគាត់ស្រែកហៅរកព្រះដែលសង្គ្រោះព្រះដែលនាំពួកគេទូលមកឲ្យព្រះអង្គយាងត្រឡប់មកដឹកនាំប្រជារាស្ត្ររបស់ផងព្រះអង្គឲ្យព្រះអង្គអាណិតអាសូរព្រះអង្គឲ្យព្រះអង្គទទួលយកឲ្យព្រះអង្គនាំពួកគេចូលទៅរកព្រះអង្គវិញគេចងចាំអំពីពេលវេលាដែលព្រះអង្គបានដឹកនាំប្រជារាស្ត្រផងព្រះអង្គចងចាំអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើជាមួយនឹងប្រជារាស្ត្រផងព្រះអង្គអត់ភ្លេចពួកគេឡើយ
ai bảo ông có đại bàn play thập chi chỉ ai bảo cái ca này bảo ông thua nó bảo ông mình bàn play thếแต่ไปชี้เรียกพอมันเพลงแต่ยืนรอนี้มันเพลงเราหายังตรุกเล่เมื่อปีเอาไว้ได้ประชุมจับอันทั่วคลองชีวิตบอกจงเอาไว้คลาดได้ปลองชีวิตประชุมจับอันทั่วคลองชีวิตบอกจงเด็กชายขยมอายใส่ตัวปองเท้า yes ปองในทั่วการคลองชีวิตบอกจงปองในทั่วการคลองชีวิตบอกจงใครมุนปองในทั่วใครกล่าวจางเลยชีวิตบอกจงใครได้แต่ในบ้านสงครูชมปลาหนึ่งคนชมชมปลาหนึ่งดักนองชมปะทอเติมเตี้ยปลามันบานบอกชมไล่ตัวใบเป็นนี่กระติสักบางไฮนักชมเดิมมันได้ไอดูอดมีนาควายซออดมีนามันได้ลูวีลูโวซอแต่ใครนี่ชมดังทำแปรได้ลูวีลูโวชมชมแปรได้บ้านนองชมปีมอนมาหนปลาได้บังชมเช้าเลยปลาเนื้อแต่บางไฮใช้ชีมีตาขันหน้าปลาเนื้อแต่บางไฮใช้สอบเพราะลองชีวิตบอกชมก็ได้เดี๋ยวเช็คชมตูลงวอกชมสไลด์ตัวแปรได้ช่วยชมแปรได้บานนอมชมเช่นชมปีอำนาจในโลกนี้เอาชมมันโจมเราปองสไลด์ตัวแปรมาวิ่งก็เราพร้อมทำส่งโต๊ดมือตาแปรตาประหารเต็มตากระป๋องนั่นไว้นะตาเพียบอนัตโซบปองนั่นไว้นะเลยมีการอนัตโซที่ไทยที่ไทยหรือก็ยังไม่ก็เราประมวลตาบอกเปิดปลอมไม่ใช่พระองค์ปัจจุบันบิดาบอกชมลูกอับราฮัมผมได้บานคืนมุกมันผมได้สกัวบานสกัวยังชมเทลูกอิสราเอลก็ผมได้บานคืนยังชมได้คือมีแต่พระองค์ปนกแต่จิเปรบิดาบอกยังชมให้ตั้งปิดาวเรียงมอยังแต่งแต่เอาพระองค์ถ้าจิเปรได้บานปลอกได้บานลูกยังชมขอเราประเมินพร้อมชาเอ้ยให้โดยมาได้ให้เอาไว้บานจิพระองค์มันเอายังชมวงเวชไงปีเมียเกียร์บางพระองค์โดยใช่ไหมหากไว้บานชิปรองมันดาวยังชมมีจัดรงรูมันพร้อมครบเก่าคลายปรองด้วยใช่ไหมทรงยังมาวิ่งทรงรอกยุทธทอยังชมชินบอมราหนึ่งจีโกลสมควรตัวรบปรองพอยังชมบ้าได้ชีพชีเรียบปองปรองมันบ้านกรุกรองเลยตัดได้อยู่ประมาณเท่ขมังสตราวบ้านมาจวนชิเลชีตีสการะรบปรองตั้งปียูนะบอกหายยังชมชีพชีเรียแต่พระองค์เล่นกรุกรองพระองค์เล่นรอบยืนตุกจีบจีระบบพระองค์ยังงานต่อเตียนในคลองคอ60 ในปีกร้อยแต่ยังเมื่อจมูกใครนี่จงกร้อยในคลองจมูก60 ใบนี่เนี่ยได้ทานก่อนมันไม่ประตูพระองค์เถอะปัญหากดบางห้ายังปีพิบตั้งใจมาคอนะกดเคยยังปีสถานพิบบอกคนไอ้เราขยมโน้ชไงปีพระองค์นะปจีเรียกบอกขยมอันพงเวนเช่นไงปีเมียเกียบอกพองพระองค์ให้พวกมองกิจในอธิษฐานจอดสู่ทางให้เราไว้มันชิปรองอันนี้ญาติอาการนี่มันการล่างของจีริบอกพองพระองค์แต่พระองค์บอกบ้องเจ้าปจีเรียกพองเอาหรือยังนะแต่พระองค์เล่นกุกรองบอกปจีเรียกบอกพระองค์ให้หรือก็ยังไม่แล้วทีนี้โลกในอธิษฐานก่อนอธิษฐานส่งพระองค์ยืมมาวิ่งส่งพระองค์ยืมมาวิ่งส่งรบที่เด็ดทอเอาเนี่ยบอกมาเราบอกพองพระองค์มารอคนสมควรมาพองพองยืนชีพชีเรียพองพองนั่นเป็นได้พวกเกเรียลไลซ์ก็เกดังชบาธาตุ่มเนี่ยตุ่มนองระบอกเกมันได้เชิงง่ายพี่พองให้เกนอมขึ้นสุเวสวาบางไอ้โกนปงบางคนไอ้สมจำท่ายังอัดจังเอาชีวิตมายังรอขึ้นเนี่ยเราง่ายพี่พองให้ยังอัดจังมันดาวเอาชีวิตมายังรอขึ้นเนี่ยเราสัตว์ชัดปลอดเตือนหน้าตรงไหนง่ายได้สงวัยให้มันน้อมขึ้นสบายสว่างมารบรองไว้ยังจังดาวโชว์ช่วยยังจังเราชี้ช่วยน้องพรางยังจังเราจัดช่วยน้องพรางยังจังเราจวบช่วยน้องพรางยังจังสไลด์ตัวพรางไปนะแต่พรางสไลด์ต่อช่วยยังเราไปนะยังจังดังชบาทายชีวิตว่ายังอัดเนื้อช่างปีพรางลายยังจังดังทายชีวิตว่ายังจังไอ้ดังชบาทายชีวิตว่ายังเราจวบช่วยน้องพรางจังเนี่ยได้ก็อธิษฐานก็ดังปีละขณะเพียบสถานเพียบบอปชีเรียบปองสถานเพียบบอครูนไอมันแม่ปองอันงานปองมันแม่ปองมันบันดาวไอ้พวกเกลายแต่จัดบอกเกกลุ่มนัดบอกเกจุ่มเรื่องบอกเกนั่นน้องไอ้พวกเกบันได้ใช้พี่ปองชีจุ่มเรื่องบอลในรอกนี่ชีจุ่มเรื่องบอกเนี่ยชีการสำรัจจัดบอยังรอกนี่ไรเต้แต่จุ่มรุ่นยังรอกนี่นะบันจะใช้พี่ปองหรือก็กีปองเวียอาศัยแต่เลือกการสำรัจจัดบอยังแต่ปน
ដូច្នេះហើយសំខាន់ឲ្យយើងរាល់គ្នាដឹងច្បាស់ថាការសម្រេចចិត្តជំរឿនរបស់យើងរាល់គ្នានោះទាញយើងទៅណាទាញទៅយើងទៅចិត្តព្រះអង្គឬក៏រុញយើងចេញឆ្ងាយពីព្រះអង្គទាញយើងទៅចិត្តព្រះអង្គឬក៏ទាញយើងទៅខាងលោកីអញ្ចឹងរាល់ការសម្រេចរបស់យើងរាល់គ្នាត្រូវឲ្យប្រយ័ត្នឲ្យដឹងច្បាស់ថាការទាំងនោះនាំយើងឲ្យទៅចិត្តព្រះអង្គកុំឲ្យយើងរហូតដល់ចំណុចមួយដែលឆ្ងាយពីព្រះអង្គហើយនាំគ្នាស្រែកទៅរកព្រះអង្គព្រះអង្គនឹងឆ្លើយតបច្បាស់ណាស់ខ្ញុំជឿទុកចិត្តថាព្រះអង្គនឹងឆ្លើយតបតែខ្ញុំគិតថាជីវិតនោះមិនមែនជាជីវិតដែលស្រួលឡើយហើយខ្ញុំគិតថាជីវិតនោះមិនមែនជាជីវិតដែលសប្បាយទេហើយខ្ញុំគិតថាជីវិតដែលប្រជាជាតិអ៊ីស្រាអែលនៅទីនេះក៏អត់សប្បាយដែរនៅពេលដែលគេដឹងច្បាស់ថាអូ yes ខ្ញុំនៅឆ្ងាយពីព្រះអង្គមែនទេតែបើយើងនៅជាប់ជាមួយព្រះអង្គទោះបីជាកលៈទេសៈនៅជុំវិញយើងខ្លួនប៉ុណ្ណាក៏ដោយក៏យើងដឹងច្បាស់ថាយើង safe យើងមានសុវត្ថិភាពនៅក្នុងព្រះអង្គហើយជាថ្ងៃនេះព្រះអង្គចង់ឲ្យយើងរាល់គ្នាតាមរយៈព្រះបន្ទូលក្នុងព្រះគម្ពីរអេសាយនេះយើងដឹងច្បាស់ថាព្រះអង្គទ្រង់ជាព្រះដែលយុត្តិធម៌ហើយព្រះអង្គពេញទៅដោយសេចក្តីមេត្តាករុណាឥឡូវច្បាស់មែនទេព្រះអង្គខោទោសព្រះអង្គវិនិច្ឆ័យទោសអស់ទាំងការអាក្រក់តែព្រះអង្គនឹងសង្គ្រោះប្រជារាស្ត្ររបស់ផងព្រះអង្គហើយទ្រង់មិននៅឆ្ងាយអំពីទុក្ខលំបាកយើងឡើយអស់នៅជាប់ជាមួយទុក្ខលំបាកយើងចាំនៅក្នុងខ9នៅក្នុងចំពោះ63នេះថាព្រះអង្គផ្ទាល់នៅជាមួយយើងព្រះអង្គនឹងដោះស្រាយបញ្ហាព្រះអង្គនឹងយាងមកដោះស្រាយបញ្ហាជួយយើងដោយផ្ទាល់ព្រះអង្គខ្វល់ខ្វាយអំពីជីវិតរបស់យើងរាល់គ្នាហើយព្រះអង្គដើរជាមួយយើងរាល់គ្នាព្រះវិញ្ញាណរបស់ព្រះអង្គដើរជាមួយរាល់គ្នាម្ល៉េះហើយសូមកុំឲ្យយើងរាល់គ្នាធ្វើឲ្យព្រះវិញ្ញាណរបស់ព្រះអង្គខកចិត្តឡើយតែយើងរាល់គ្នាស្ដាប់បង្គាប់ព្រះអង្គជារៀងរាល់ថ្ងៃព្រះអង្គចាំព្រះអង្គស្គាល់ព្រះអង្គលឺហើយព្រះអង្គស្គាល់ច្បាស់មែនតើអំពីសម្ព័ន្ធមេត្រីដែលព្រះអង្គចងឡើងជាមួយយើងរាល់គ្នាចងជាមួយយើងរាល់គ្នាតាមរយៈព្រះយេស៊ូវគ្រីស្ទហើយព្រះអង្គគឺជាព្រះដែលសុចរិតហើយព្រះអង្គគឺជាព្រះដែលស្មោះត្រង់អត់ផ្លាស់ប្ដូរទេ yes យើងអាចជាផ្លាស់ប្ដូរ yes ហើយយើងប្រាស់ប្រែតែទ្រង់អត់ផ្លាស់ប្ដូរឡើយដូច្នេះហើយយើងនៅតែរក្សាយើងនៅតែពឹងផ្អែកលើសម្ព័ន្ធមេត្រីដែលព្រះអង្គបានចងជាមួយយើងតាមរយៈព្រះយេស៊ូវគ្រីស្ទចាំថាព្រះハរតីរបស់ព្រះអង្គចង់អញ្ជើញយើងរាល់គ្នាឲ្យរត់ទៅរកព្រះអង្គវិញព្រះハរតីផងទ្រង់ចង់បបួលយើងឲ្យយើងរត់ទៅរកព្រះអង្គកុំនៅឆ្ងាយព្រះអង្គដូច្នេះក្នុងកលៈទេសៈណាក៏ដោយទោះបីជាពេលវេលារំបាកពេលវេលាដែលយើងគិតថាយើងខ្សោយឬក៏នៅម្នាក់ឯងឬក៏អត់មាននរណាខ្វល់សូមចាំថាព្រះនៅជាប់ជាមួយយើងរាល់គ្នាសូមចាំថាទ្រង់សពប្រោះទ្រង់មានព្រះハរតីមេត្តាករុណាបងពេញដោយសេរីស្រឡាញ់ហើយទ្រង់នៅជាប់ជាមួយយើងហើយទ្រង់មានអស់ទាំងអំណាចទាំងអស់ដូច្នេះសូមឲ្យយើងទុកចិត្តលើសេចក្តីមេត្តាករុណាផងព្រះអង្គទុកចិត្តលើសេចក្តីសពប្រោះនិងសេរីស្រឡាញ់របស់ផងព្រះអង្គហើយអនុញ្ញាតឲ្យព្រះវិញ្ញាណរបស់ផងព្រះអង្គធ្វើការក្នុងជីវិតរបស់យើងហើយដឹងច្បាស់ថាយើងនឹងទទួលបានការសង្គ្រោះព្រះអង្គនៅជាប់ជាមួយយើងព្រះអង្គនឹងសង្គ្រោះយើងដូច្នេះឲ្យសង្ឃឹមយើងដាក់សេចក្តីសង្ឃឹមរបស់យើងនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទអាមែនសូមបងប្អូនសូមចិត្តការជាមួយខ្ញុំហាឡេលូយ៉ាសូមសារការព្រះអង្គអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលផងទ្រង់អរគុណទ្រង់សម្រាប់ព្រះハរតីមេត្តាករុណារបស់ព្រះអង្គដែលព្រះអង្គមានក្នុងជីវិតរបស់ខ្លួនគ្នាអរគុណទ្រង់សម្រាប់សេចក្តីសប្បុរសសេចក្តីមេត្តាករុណាសេចក្តីស្រឡាញ់ដែលមិនសាបសូន្យអរគុណទ្រង់សម្រាប់ព្រះវិញ្ញាណទ្រង់ដែលដឹកនាំកូនរៀងរាល់ថ្ងៃដឹកនាំកូនរាល់ថ្ងៃបម្រើព្រះអង្គចឹងសូមឲ្យថ្ងៃនេះបានប្រកបដោយពពកសូមឲ្យកូនជាបន្ទាល់ដល់បងប្អូនកូនរាល់គ្នានៅជុំវិញខ្លួននិងបងប្អូនដទៃទៀតដែលនៅជុំវិញខ្លួនបងប្អូនបង្កើតក៏ដូចជាអ្នកជិតខាងផ្សេងៗទៀតផងដែរព្រោះក្នុងការនាមទ្រង់គុណសាសនាកម្មសូមថ្វាយយប់នេះនឹងថ្វាយការប្រជុំគ្នាថ្វាយជីវិតថ្វាយសេចក្តីទៅតាមបងប្អូនរាល់គ្នាក្នុងនាមព្រះម្ចាស់ដែលមានគុណប្រជាស្ដាគឺព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមទីពរសូមជុំគ្នាបន្តិចហើយយើងនឹងអធិដ្ឋានជាមួយគ្នាដែរបាទ